នេះគឺជាជំហានទី1ទៅលើការគ្រប់គ្រងលុយហើយបូកជាមួយនឹងការដោះស្រាយបំណុលចានិយាយទៅឯកសារនេះខ្ញុំជឿថាបងប្អូនខ្លះអាចទទួលបានហើយតាមរយៈខ្ញុំដាក់ចូលទៅក្នុងក្រុម Telegram របស់ខ្ញុំហើយបើសិនជាបងប្អូនណាកំពុងឃើញវីដេអូនេះជួយ repost ផងខ្ញុំចង់ឲ្យវីដេអូនេះបងប្អូនឃើញឲ្យបានច្រើនដោយសារវាជា technique ខ្លះដែលខ្ញុំនឹងចែករំលែកទៅបងប្អូនពីរបៀបនៃការគ្រប់គ្រងលុយព្រោះបងប្អូនដឹងអញ្ចឹងថារាល់ថ្ងៃយើងមានបញ្ហាលុយខ្លាំងមែនតើដោយសារតែយើងអត់ទាន់ចេះគ្រប់គ្រងវាអញ្ចឹងនេះគឺជាជំហានខ្លះៗដែលខ្ញុំគិតថាវាជួយបងប្អូនបានចាអញ្ចឹងសូមបងប្អូនជួយ repost វីដេអូនេះឲ្យបានច្រើននៅក្នុង TikTok ហើយបងប្អូនដែលចង់មើលវីដេអូពេញបងប្អូនចូលទៅកាន់YouTube របស់ខ្ញុំផ្ទាល់ខ្ញុំនឹង upload វីដេអូនេះចូលផងដែរអញ្ចឹងជំហានទី1ដើម្បីឲ្យយើងអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុបញ្ហារញ៉េរញ៉ៃបញ្ហាបំណុលយើងត្រូវចាប់ផ្ដើមរៀនកត់ត្រាជាជំហានទី1បងប្អូនទាំងអស់គ្នាថ្ងៃនេះមេរៀនទី1ណាចាមេរៀនទី1គឺអ្នកទាំងអស់គ្នាត្រូវតែកត់ត្រាសិនបើសិនជាអ្នកទាំងអស់គ្នាអត់កត់ត្រាទេអ្នកទាំងអស់គ្នាមិនដឹងថាតើអ្នកទាំងអស់គ្នាលុយចេញទៅណាទេហើយលុយណាដែលចូលមកទេចាអញ្ចឹងឥឡូវឧទាហរណ៍ថានេះគឺជារបាយការណ៍លុយរបស់យើងនៅក្នុងខែឧសភាចុះចាខែ5អញ្ចឹងណាខែឧសភាអញ្ចឹងយើងត្រូវដឹងថាតើក្នុងខែឧសភាហ្នឹងយើងមានបំណុលប្រមាណឧទាហរណ៍ថាA ចាបុគ្គល A អញ្ចឹងណាយើងជពាក់បុគ្គល A យើងជពាក់អស់$5000ឧទាហរណ៍អញ្ចឹងណាចាហើយឧទាហរណ៍យើងជពាក់ធនាគារយើងជពាក់ធនាគារហ្មងចាឧទាហរណ៍ធនាគារអស់ឧទាហរណ៍ថា10000ចុះ$10000ហើយបន្ទាប់មកទៀតយើងមានបំណុលញ៉ៃញ៉ៃចាទុយហ្នឹងសរុបចូលគ្នាទៅឧទាហរណ៍ថាB ចុះចាបំណុលទុយហ្នឹងប្រហែលជា$3000ទៀតអញ្ចឹងអ្នកទាំងអស់គ្នាដឹងថាអ្នកទាំងអស់គ្នាមានបំណុលប្រមាណជំហានទី1ត្រូវដឹងថាមានបំណុលប្រមាណចាបន្ទាប់មកទៀតជំហានទី2ចាប់ផ្ដើមគ្រប់គ្រងការចាយវាប្រចាំថ្ងៃថាតើអ្នកទាំងអស់គ្នាចាយអីគេខ្លះអញ្ចឹងឧទាហរណ៍ថាថ្ងៃទី1ចា05/2025អញ្ចឹងណាចាប់ផ្ដើមបើកក្បាលមកយើងបងទឹកចាបងទឹកឧទាហរណ៍បងទឹកចាបងថ្លៃទឹកចាថ្លៃទឹកហ្នឹងអស់$10អញ្ចឹងណាចាបន្ទាប់មកថ្ងៃហ្នឹងបងភ្លើងទៀតបងភ្លើងចាបងភ្លើងអស់$5ទៀតចាសូមទោសខ្ញុំអត់បានតែស្អីជាលុយខ្មែរណាខ្ញុំស្អីជាដុល្លារងាយស្រួលក្នុងការដែលអ្នកនរគ្នាយល់អញ្ចឹងណាចាអញ្ចឹងថ្ងៃហ្នឹងស្រាប់តែបងសាលាទៀតព្រោះដើមខែអញ្ចឹងណាបងសាលាកូនចាបងសាលាកូនអស់ប៉ុន្មានអស់ថាអស់$200ចុះចា$200ព្រោះឧទាហរណ៍បង3ខែអីចឹងទៅអញ្ចឹងនេះគឺជាជំហានទី1អ្នកនរគ្នាត្រូវដឹងថាមួយថ្ងៃហ្នឹងអ្នកនរគ្នាចាយអីគេខ្លះបងអីគេខ្លះអញ្ចឹងឧទាហរណ៍ថ្ងៃហ្នឹងអស់ត្រឹមប៉ុណ្្នឹងអញ្ចឹងណាចាដល់ពេលស្អែកថ្ងៃ2 05ចុះចា25អូខេចាប់ផ្ដើមទិញម្ហូបចាទិញម្ហូបព្រោះខ្ញុំឃើញថាបងប្អូនខ្លះគាត់ទិញម្ហូបជាអាទិត្យណាចាមួយអាទិត្យគាត់ទិញម្ដងអញ្ចឹងឧទាហរណ៍គាត់ទិញម្ដងមួយអាទិត្យអស់$100ចាគាត់ទិញទុកហ្មងដាក់ចូលក្នុងទូទឹកកកគាត់អីចឹងតែខ្ញុំចង់បញ្ជាក់តួលេខនេះគ្រាន់តែជាឧទាហរណ៍ណាអ្នកនរគ្នាចាគ្រាន់តែជាឧទាហរណ៍ដើម្បីឲ្យបងប្អូនយល់ចាអញ្ចឹងសប្តាហ៍ថ្ងៃ2ហ្នឹងគាត់ទៅទិញម្ហូបចាហើយចាក់សាំងម៉ូតូចាក់សាំងឡានអីចឹងទៅឧទាហរណ៍ចាក់សាំងម៉ូតូអស់2កន្លះចាអស់2កន្លះចឹងទៅចាបន្តមកទៀតចំណាយអីគេទៀតសប្តាហ៍ថ្ងៃ2ហ្នឹងចំណាយអីគេទៀតអ្នកនរគ្នាកត់ត្រាវាចូលមកចាអញ្ចឹងបន្តមកទៀតថ្ងៃ3ថ្ងៃ3អញ្ចឹងណា2025អ្នកនរគ្នាចំណាយអីគេទៀតចាកត់ចូលមកចំណាយអីគេទៀតកត់ចូលមកបន្ទាប់មកពេលដែលអ្នកនរគ្នាទៅសេអស់ត្រឹមកលឹមហ្នឹងណាចាអស់ត្រឹមកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាចាបូកសរុបចំណាយនឹងមកថាតើក្នុងរយៈពេលប្រហែលថ្ងៃហ្នឹងចាយអស់ប៉ុន្មានចាយើងបូកតួលេខហ្នឹងមកសរុបមកអញ្ចឹងអ្នកទាំងអស់គ្នាដឹងថាអូ3ថ្ងៃហ្នឹងខ្ញុំចាយអស់ចំនួនប៉ុណ្នេះចាអាហ្នឹងគឺជាជំហានទី1ដែលអ្នកនរគ្នាអាចដឹងថាអូក្នុងប្រហែលថ្ងៃនេះចាយអស់ប្រហែលចាអាហ្នឹងគឺបែកខាងនេះណាបងប្អូនទាំងគ្នាចាបែកខាងនេះដល់ពេលជំហានខាងនេះវិញជំហានខាងនេះគឺជាការកត់ពីចំណូលហើយរបាយការណ៍នេះខ្ញុំធ្វើតាក់ទងជាមួយនឹងអ្នកដែលគាត់លក់ដូរច្រើនចាអ្នកដែលគាត់រកស៊ីអញ្ចឹងណាប៉ុន្តែបើបងប្អូនអ្នកធ្វើការក៏បងប្អូនអាចកត់វាចូលបានដែរឧទាហរណ៍ថាថ្ងៃចំណូលជាប្រាក់ខែអញ្ចឹងណាកត់វាចូលបានដូចគ្នាប៉ុន្តែនេះខ្ញុំលើកឧទាហរណ៍នេះប្រហែលជាតាក់ទងជាមួយនឹងអ្នកដែលកំពុងរកស៊ីច្រើនជាងអញ្ចឹងណាអធិស្ឋានផងបងអញ្ចឹងរបាយការណ៍តាក់ទងអ្នកធ្វើការប្រហែលជាខ្ញុំនឹងរៀបឲ្យបងប្អូនតាមក្រោយទៀតតែនេះខ្ញុំសូមរៀបបែបសម្រាប់អ្នករកស៊ីសិនចុះឧទាហរណ៍ថ្ងៃទី1បងប្អូនលក់ឲ្យលក់អីមួយចាឧទាហរណ៍លក់សាប៊ូកក់សក់ឧទាហរណ៍លក់សាប៊ូហ្នឹងចាតម្លៃរាយប៉ុន្មានឧទាហរណ៍តម្លៃរាយ10រៀលអញ្ចឹង10រៀលអ្នកគ្នាឧទាហរណ៍ថាចំណេញបាន3រៀល
ចាចឹងអ្នកនរគាត់ចូលមកលុយចំណេញបានប៉ុន្មានចាហើយក្នុងថ្ងៃហ្នឹងសិតតែអ្នកនរលក់បានអីវាផ្សេងទៀតចាឧទាហរណ៍ថាលក់បានផលិតផលទឹកដោះគោឧទាហរណ៍ចឹងណាអ្នកនរលក់ទឹកដោះគោចាឧទាហរណ៍ទឹកដោះគោហ្នឹង$65ចាហើយចំណេញបាន10រៀលឧទាហរណ៍ណាបងប្អូនតើគ្នាគាត់តែជាឧទាហរណ៍ចាព្រោះនេះគឺជារបាយការណ៍មួយដែលអាចឲ្យបងប្អូនដឹងទាំងចំណាយដឹងទាំងចំណូលចាអញ្ចឹងមួយថ្ងៃហ្នឹងអ្នកនរលក់ចំណេញអីគេខ្លះតសេវាចូលមកចាតសេវាចូលទាំងអស់មកតម្លៃរាយប៉ុន្មានចាបន្ទាប់មកទៀតសរុបជុំការអ្នកខ្លះទិញសាប៊ូ2ឈុតអ្នកខ្លះទិញដោះគោ5កំប៉ុងអីចឹងទៅឧទាហរណ៍ណាឬក៏បងប្អូនខ្លះគាត់លក់ជាម្ហូបលក់ជាអីអ្នកខ្លះត្រូវតែកត់បើសិនតែយើងអត់កត់ណាយើងអត់ដឹងថាតើមួយថ្ងៃហ្នឹងយើងចំណេញបានប្រមាណទេអញ្ចឹងបន្ទាប់មកទៀតអ្នកនរគ្នាតសេពេញអស់ហើយបន្ទាប់មកអ្នកនរគ្នាចាប់ផ្ដើមធ្វើការបូកសរុបមកថាតើក្នុងប្រហែលថ្ងៃហ្នឹងអ្នកនរគ្នារកចំណូលចូលប្រហែលចាអញ្ចឹងនេះគឺជាមេរៀនទី1ជំហានដំបូងចានៃការដោះស្រាយជាមួយអ្នកដែលមានបញ្ហាលុយចារញ៉េរញ៉ៃมันអាចគ្រប់គ្រងបានបូកជាមួយនឹងបំណុលចាមានបំណុលទៀតចាអញ្ចឹងនេះគឺជាមេរៀនទី1សម្រាប់ចូលឆ្នាំហើយអញ្ចឹងអ្វីដែលខ្ញុំចង់បានពីបងប្អូនមានតែមួយគត់ពេលបងប្អូនឃើញវីដេអូនេះហើយបងប្អូនជួយ comment ចាឲ្យបានច្រើនដើម្បីឲ្យវីដេអូនេះដល់បងប្អូនដែលកំពុងមានបញ្ហាលុយហ្នឹងគាត់អាចមើលឃើញហើយជួយ repost ចាអ្វីដែលចង់បានពីបងប្អូនមានតែប៉ុណ្្នឹងទេនេះគឺជាមេរៀនទី1ហើយចាំតាមដានមេរៀនទី2បន្តទៀតចាអរគុណច្រើន